បាទសូមគោរពដល់សម្ដេចពុកសម្ដេចតេជោហ៊ុនសែនសម្ដេចម៉ែសម្ដេចគតិប្រិទ្ធបណ្ឌិតប៊ុនរនីហ៊ុនសែនកូនបានឃើញសារលោកពុកជាសារមួយដែលប្រភាពកក់ក្ដៅនិងលើកទឹកចិត្តដល់គណៈប្រតិភូនិងកីឡាកររបស់កូនដែលបានធ្វើដំណើរមកដល់ប្រទេសអង់គ្លេស Manchester ទីក្រុង Manchester ដើម្បីចូលរួមប្រកួតក្នុងកម្មវិធីធំរបស់គេនៅទីនេះកូនសូមថ្លែងអំណរគុណនិងសូមគោរពដឹងគុណស្មោះស្ម័គ្រចំពោះសម្ដេចពុកសម្ដេចម៉ែហើយនឹងបដិញ្ញាបដូរផ្ដាច់ប្រកួតឲ្យអស់សមត្ថភាពដឹកនាំមើលការខុសត្រូវលើកីឡាករគ្រូដើម្បីឲ្យមានលទ្ធផលល្អវិលត្រឡប់ចូលទៅជួនមាតុប្រទេសក៏ដូចជាមិនធ្វើឲ្យសម្ដេចពុកសម្ដេចម៉ែខកបំណងឡើយសូមអរគុណបាទខ្ញុំអេវថងបាទខ្ញុំសូមអរគុណដល់សម្ដេចពុកសម្ដេចម៉ែហើយខ្ញុំអត់មានពាក្យនិយាយច្រើនទេគាត់ថាខ្ញុំអរគុណសម្ដេចពុកសម្ដេចម៉ែយ៉ាងច្រើនយ៉ាងជ្រៅដោយសារថាសម្ដេចពុកសម្ដេចម៉ែតែនេះជាការជួយគ្រប់គ្រងគ្រួសាររបស់ខ្ញុំវានិយាយមានថាអរគុណសម្ដេចច្រើនមានតែរៀមដៃ10ហ្នឹងទេអរគុណសម្ដេចមែនតើខ្ញុំឈ្មោះសាំងម៉ាលីនាងខ្ញុំសូមអរគុណសម្ដេចពុកនិងសម្ដេចម៉ែដែលតែងតែជួយដល់ក្រុមគ្រួសារខ្ញុំរហូតមកតាំងពីប្តីខ្ញុំរហូតដល់កូនខ្ញុំសូមអរគុណមែនតើហើយខ្ញុំនឹងឲ្យកូនខ្ញុំប្រកួតនៅប្រទេសអង់គ្លេសស្អែកហ្នឹងឲ្យល្អបំផុតហ្មងដែលថាពួកខ្ញុំធ្វើបានខ្ញុំសូមអរគុណមែនតើខ្ញុំអត់សូវប៉ិននិយាយទេសម្រាប់ខ្ញុំមើលមេឃាសូមអរគុណសម្ដេចពុកនិងសម្ដេចម៉ែដែលលើកទឹកចិត្តហើយនឹងអរគុណខ្លាំងមែនតើស្អែកនេះខ្ញុំនឹងធ្វើអស់ពីសមត្ថភាពរបស់ខ្ញុំបាទខ្ញុំបាទជំរាបសួរខ្ញុំបាទសារ៉ាដេតសូមគោរពអរគុណដល់សម្ដេចពុកនិងសម្ដេចម៉ែដែលបានលើកទឹកចិត្តដល់ក្រុមកីឡាករយើងខ្ញុំហើយសម្រាប់ថ្ងៃស្អែកនេះខ្ញុំបាទនឹងខិតខំប្រឹងប្រែងប្រកួតឲ្យអស់ពីសមត្ថភាពដើម្បីយកជ័យជំនះជូនជាតិមាតុភូមិបាទសូមគោរពអរគុណបាទសម្រាប់ខ្ញុំបាទលោកគ្រូស្នាមសបាទជាគ្រូរបស់កីឡាករសារ៉ាដេតបាទខ្ញុំសូមអរគុណដល់សម្ដេចពុកសម្ដេចម៉ែថ្ងៃស្អែកនេះខ្ញុំនិងក្រុមកីឡាករនឹងធ្វើអស់សមត្ថភាពដើម្បីយកជ័យជំនះយកទៅមាតុភូមិយើងវិញបាទសូមអរគុណសម្ដេចពុកសម្ដេចម៉ែខ្លាំងមែនទែន